សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀប configure DNS server ចឹងដើម្បី configure DNS server យើងត្រូវមាន package មួយឈ្មោះថាបាញចឹងចំពោះ package ហ្នឹងគឺខ្ញុំមានរួចហើយខ្ញុំបាន install វារួចហើយតែបើសិនជាអ្នកទាំងអស់គ្នាអត់ទាន់មាន package ហ្នឹងទេអ្នកទាំងអស់គ្នាអាចវាយ comment នេះបាន sudo យ៉ាង install បាញYouTube ហើយវាយអញ្ចឹងដោយសារតែខ្ញុំមានបាញរួចហើយអញ្ចឹងជាហ៊ានបន្ទាប់យើងគឺចូលទៅកាន់ main file ដើម្បីធ្វើការ configuration នៅ DNS របស់យើងអញ្ចឹងដើម្បីចូលទៅកាន់ main file បានយើងត្រូវវា command មួយនេះsudo nano etc name config តបមកយើងនឹងចូលមកដល់ main configuration នេះអញ្ចឹងពេលចូលមកដល់នៅ main file នេះខ្ញុំធ្វើការបង្កើត0ដើម្បី hosting នៅ domain name របស់ខ្ញុំដែលខ្ញុំធ្វើការ hosting នៅ domain 2គឺកញ្ញា .com ហើយនិង thena.com ហើយខ្ញុំធ្វើការបង្កើត0បង្កើតទាំង reverse 0ហើយនិង forward 0អញ្ចឹងចំពោះforward 0គឺយើងធ្វើការបកប្រែពី domain name ទៅឈ្មោះហើយចំពោះពីreverse 0យើងធ្វើការបកប្រែពី IP ទៅ domain name អញ្ចឹងខ្ញុំបានធ្វើការបង្កើតវារួចហើយគឺទាំងអស់មានបូក40ដោយសារតែខ្ញុំធ្វើការ hosting នៅពី domain អញ្ចឹងវាគឺមាន40នឹងអញ្ចឹងចំពោះជាហ៊ានបន្ទាប់នេះយើងអាចធ្វើការ comment ដើម្បីបត់នៅពីបន្ទាត់នេះចោលហើយចំពោះកន្លែង allow query នេះយើងអាចធ្វើការដាក់វា any មកដើម្បីអាចឲ្យគ្រប់ client ទាំងអស់ហ្នឹងធ្វើការ access មកកាន់DNS នឹងបានអញ្ចឹងបន្ទាប់ពីយើងធ្វើការបង្កើត0អីរួចហើយយើងធ្វើការ save វាមកបន្ទាប់មកយើងចូលមកកាន់ជាហ៊ានបន្ទាប់ដល់ជាហ៊ានបន្ទាប់ហ្នឹងយើងធ្វើការបង្កើតនៅ 0 file បង្កើតនៅ 0 file ដើម្បីផ្ទុកនៅ domain name ហ្នឹងអញ្ចឹងយើងវាយ command នេះមកដើម្បីចូលទៅកាន់ការបង្កើត0 file សម្រាប់ reverse 0យើងនឹងចូលមកឃើញវាបែបនេះបន្ទាប់មកយើងធ្វើការ pass file ដែលយើងបានរៀបចំទុកជាស្រេចហ្នឹងមកចំពោះ file នេះគឺធ្វើការទុកនៅ domain name កញ្ញា .com ដែល name server វានឹងឈ្មោះថាកញ្ញា .com ហើយមាន IP 192.168.1.10 តមកទៅយើងធ្វើការ save វាមកតមកយើងធ្វើការបង្កើត file របស់ Thena
យើងធ្វើការបង្កើត zone file របស់ Thena.com ដើម្បីផ្ទុកនៅព័ត៌មានរបស់ Thena.com ទុកនៅ domain របស់ Thena.com តមកខ្ញុំធ្វើការចូលមកយក file ដែលខ្ញុំបានធ្វើការរៀបចំទុកហ្នឹងមកធ្វើការ paste វាចូលនៅក្នុងហ្នឹងមកដែលនាម server នេះគឺឈ្មោះថា Thena.com ហើយ IP របស់វាគឺ 192.168.2.10 ចឹងយើងធ្វើការ share វាមកបន្ទាប់មកទៀតយើងធ្វើការបង្កើត zone file សម្រាប់ reverse zone ម្ដងចឹងយើងធ្វើការវា command នេះមកដើម្បីបង្កើត zone file សម្រាប់ reverse zone ចឹងចំពោះ reverse zone គឺវាស្តៀងទៅនឹង forward zone ដែរទេចំពោះ file ដែលវាបានរៀបចំហ្នឹងខ្ញុំបានរៀបចំទុកហ្នឹងគឺការវាស្តៀងទៅនឹង forward zone ដែរអញ្ចឹងយើងធ្វើការប៉ុន្តែនៅក្នុង reverse zone គឺវាមាន pointer record នេះវាខុសត្រង់ថាវាមាន pointer record តែ reverse zone ហ្នឹងដែល forward zone គឺអត់មាន pointer record ទេអញ្ចឹងយើងធ្វើការ save វាមក control x y ហើយចំពោះfile នេះគឺសម្រាប់ domain name Thena.com អញ្ចឹងសម្រាប់ reverse zone ដែលមាន domain name Thena.com គឺយើងធ្វើការ config វាបែបនេះតោះមកយើងធ្វើការ save វាដូចទៅនឹងយើងធ្វើខាងដើមនោះដែរបន្ទាប់ពីយើងធ្វើការ config រួចរាល់ហើយយើងអាចវា comment មួយនេះដើម្បីធ្វើការ restart service របស់យើងពេលដែលយើងវា comment មួយនេះហើយអញ្ចឹងយើងអត់មាន error អីទេអញ្ចឹងបន្ទាប់ពីយើង restart service វាហើយយើងអាចធ្វើការ test វាបានដោយប្រើ command មួយនេះគឺ ding app localhost kenya.com ធ្វើការ test ទៅលើ domain name kenya.com នេះយើងឃើញថាវាគឺបង្ហាញនៅចម្លើយបែបនេះហើយនឹង IP address មួយនេះបន្ទាប់មកទៀតយើងក៏អាចធ្វើការ test ទៅលើ domain name Thena.com មួយទៀតអញ្ចឹងខ្ញុំធ្វើការដូរដាក់ថា Thena.com អញ្ចឹងយើងឃើញថានេះ domain name Thena.com ត្រូវគ្នាជាមួយនឹង IP 192.168.2.10 អញ្ចឹងចំពោះវីដេអូមួយហ្នឹងគឺចប់ត្រឹមប៉ុណ្ណឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដាននៅវីដេអូមក